សពថ្ងៃនេះឪពុកម្ដាយមួយចំនួនតែងតែយល់ខុសដោយលើកទឹកចិត្តកូនឲ្យមើលទូរស័ព្ទហើយសរសើរកូនថាកូនចេះកូនឆ្លាតចេះនិយាយទូរស័ព្ទតាមពិតឪពុកម្ដាយបានសម្លាប់កោសិកាកូនរួចទៅហើយយោងតាមការសិក្សាស្រាវជ្រាវមួយដោយសាកលវិទ្យាល័យ Maryland របស់សហរដ្ឋអាមេរិកបានប្រៀបធៀបការមើល smartphone របស់ក្មេងៗទៅនឹងការញៀននឹងកូកាអ៊ីន កូកាអ៊ីនជាសារធាតុញៀនមួយដែលខុសច្បាប់ហើយមានតួនាទីជាភ្នាក់ងាររំញោចអារម្មណ៍នៅពេលដែលមនុស្សម្នាក់ប្រើសារធាតុញៀនមួយនេះពួកគេមានអារម្មណ៍សម្បូរទៅដោយថាមពលនិងសប្បាយរីករាយដោយគ្មានមូលហេតុដូច្នេះការប្រើប្រាស់ smartphone នឹងធ្វើឲ្យក្មេងៗមានអារម្មណ៍បែបនេះដែរហើយក៏មានបញ្ហាជាច្រើនដែលបណ្ដាលមកពីការញៀននេះដូចខាងក្រោម 1. ខូចអារម្មណ៍នៃការគេងការញៀននឹងទូរស័ព្ទរបស់ក្មេងៗធ្វើឲ្យពួកគេក្រចុះគេងហើយដល់ពេលយប់ជ្រៅៗព្រោះថាទូរស័ព្ទធ្វើឲ្យភ្នែករបស់គេបើករហូត Smartphone ដែលបញ្ចេញពន្លឺប៉ះពាល់ដល់អារម្មណ៍នៃការគេងរបស់ក្មេងៗការសម្រាកមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់ក្មេងៗដែលកំពុងតែលូតលាស់ដូច្នេះការបន្ថយពេលវេលានៅលើអេក្រង់អាចដោះស្រាយបញ្ហាដំណេកបានយ៉ាងល្អផងដែរ 2. បង្កជាជំងឺថប់អារម្មណ៍ក្មេងៗដែលវក់ជាមួយនឹងទូរស័ព្ទនិងព័ត៌មាននិងការរំញោចអារម្មណ៍ការលេងហ្គេមតាមទូរស័ព្ទឬការមើលដែលរឿងគ្មានប្រយោជន៍ក៏ជាការពេញនិយមផងដែរប្រសិនបើកុមារឬមនុស្សពេញវ័យដែលញៀននឹង smartphone នៅពេលដែលពួកគេមិនបានប្រើប្រាស់ទូរស័ព្ទពួកគេមានអារម្មណ៍នឹងបញ្ហាខកចិត្តដូចជាថប់អារម្មណ៍មានអារម្មណ៍មួម៉ាឆេវឆាវនិងរវើរវាយឬក៏មានអារម្មណ៍រសប់រសល់នៅមិនស្ងៀម 3. ធ្វើឲ្យមិនសូវមានការផ្ដោតអារម្មណ៍ដោយសារតែបញ្ហាញៀនទូរស័ព្ទហើយទទួលបានអារម្មណ៍ពី smartphone យ៉ាងឆាប់រហ័សកូនៗរបស់អ្នកពេលធំឡើងអាចក្លាយទៅជាមនុស្សឆេវឆាវមិនចេះអត់ធ្មត់និងមិនសូវមានការផ្ដោតអារម្មណ៍ដូចមនុស្សធម្មតាអស់លោកស្រីជាទីគោរពរាប់អានយើងពិនិត្យឃើញថាសពថ្ងៃនេះឪពុកម្ដាយមួយចំនួនបានបង្កើតនូវខ្មោចឆ្គងមួយយ៉ាងខ្លាំងដោយតែងតែលើកទឹកចិត្តឲ្យកូនប្រើទូរស័ព្ទមើលទូរស័ព្ទហើយនៅពេលដែលកូនមិនចេះកាន់ទូរស័ព្ទតែងតែលើកទឹកចិត្តឲ្យកូនមើលតាមអេក្រង់ទូរស័ព្ទដោយសរសើរថាកូនឆ្លាតកូនចេះតាមពិតឪពុកម្ដាយទាំងនោះបានសម្លាប់កោសិកាកូនរួចទៅហើយដូច្នេះសូមឪពុកម្ដាយទាំងអស់គួរតែលើកទឹកចិត្តឲ្យកូនចេះអានសៀវភៅជាការប្រសើរជាទីបំផុត